ជំរាបសួរបងប្អូនពុំមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំឈ្មោះស្រីនោះមកធ្វើជាវីដេអូបង្ហាញទៅកាន់បងប្អូនពុំមីងដែលឆ្លាញ់និស័យខាងចិញ្ចឹមមាន់ស្រែនិងទេយកពងបងប្អូននេះដែរកសិដ្ឋានចិញ្ចឹមមាន់ស្រែខ្ញុំដែលខ្ញុំរៀបចំធ្វើទ្រុងឡើងមួយខ្នងទៀតធុងមាន់យកពងមាន់ប្រភេទមាន់ក្រៅស្រុកចឹងណាបងប្អូនចាមាន់យកពងយើងធ្វើតែសម្រាប់យកពងលក់អាពងមាន់ក្រហមហ្នឹងដើម្បីលក់ពងសិតបងប្អូនខ្ញុំអត់ចំលក្ខណៈកូនមន់លក្ខណៈភ្ញាស់កូនទេយើងចិញ្ចឹមមន់សម្រាប់ប្រើពងលក់ទៅឲ្យបងកសិករដែលពួកគាត់ចូលចិត្តញ៉ាំអីចឹងណាបងប្អូនចាអញ្ចឹងដើម្បីតម្រូវការទីផ្សារឲ្យបានគ្រប់គ្រាន់អញ្ចឹងទៅក៏សមត្ថចិត្តធ្វើទ្រង់មន់យកពងមួយខ្នងទៀតអញ្ចឹងណាបងប្អូនចាហើយសម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំចិញ្ចឹមមាន់ស្រែនៅក្នុងកសិដ្ឋានខ្ញុំចិញ្ចឹមច្រើនដែរមាន់សាច់ឬក៏មេបាពូជឬក៏កូនមាន់អីផ្សេងអញ្ចឹងណាបងប្អូនចាដោយសារមួយរយៈនេះបងពូមីងក៏គាត់កំងកូនមាន់ច្រើនដែរប៉ុន្តែកូនមាន់គឺរៀបចំឲ្យអត់តន់ដោយសារអ្នកកំងច្រើនបងប្អូនចាហើយបងដែលពួកគាត់ស្រឡាញ់និស័យខាងចិញ្ចឹមមាន់ស្រែយើងចង់រៀនស្វែងយល់បច្ចេកទេសចិញ្ចឹមដើម្បីចិញ្ចឹមបែបណាក៏ដោយឲ្យយើងទាញចំណូលចូលបានវិលជុំយើងចិញ្ចឹមមាន់ប្រដាក់គ្នាបែបវិលជុំអញ្ចឹងណាបងប្អូនចាកាលណាដែលយើងចិញ្ចឹមបែបលក្ខណៈប្រដាក់គ្នាវិលជុំយើងទាញចំណូលចូលបានវិលជុំដូចគ្នាបងប្អូនសម្រាប់ខ្ញុំតើគឺខ្ញុំចិញ្ចឹមនៅក្នុងកសិដ្ឋានខ្ញុំនេះលក្ខណៈមាន់សាច់ខ្ញុំចិញ្ចឹមសិតតវល់ជុំទាំងអស់បងប្អូនយើងលក់លក្ខណៈបដិញគ្នាអញ្ចឹងណាបងប្អូនចារដូវបុណ្យអ៊ំទូខាងមុខនេះក៏ខ្ញុំមានមាន់សម្រាប់លក់សម្រាប់លក់សាច់ដែរបងប្អូនចាហើយទៅខាងមុខឆ្លងឆ្នាំអីក៏យើងត្រៀមសម្រាប់មាន់ច្រើនបន្ទប់ដែរដើម្បីឆ្លងឆ្នាំអញ្ចឹងណាបងប្អូនចាសម្រាប់បងដែលពួកគាត់ចូលចិត្តចិញ្ចឹមមាន់ឬក៏ចិញ្ចឹមទេយើងរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមអត់មានពីណាម្នាក់ដែលគេចេះមកឯងចាប់ផ្ដើមមករីកលូតលាស់មកហ្មងឲ្យបងប្អូនចាយើងនៅតែត្រូវការរៀនស្វែងយល់ឲ្យបានច្បាស់លាស់នៅបច្ចេកទេសចិញ្ចឹមអញ្ចឹងណាបងប្អូនហើយសម្រាប់ខ្ញុំផ្ទាល់ដោយសារតែមួយរយៈនេះខ្ញុំអត់សូវមានពេលវេលាបានគ្រប់គ្រាន់អត់សូវមានពេលបានធ្វើជាវីដេអូផុសបង្ហាញទៅកាន់បងពូមីងដែលពូគាត់ស្រឡាញ់និស័យខាងចិញ្ចឹមសត្វមើលក្នុងការចែករំលែកសត្វដែលខ្ញុំចិញ្ចឹមនៅក្នុងកសិដ្ឋានខ្ញុំទៅអញ្ចឹងណាបងប្អូនខ្ញុំចិញ្ចឹមនេះចិញ្ចឹមបែបលក្ខណៈប្រដាក់គ្នាបងពូមីងចិញ្ចឹមដើម្បីឲ្យបានប្រដាក់គ្នាបងពូមីងដាក់ប្រដាក់ទៅតាមមកបន្ទប់ទៅបន្ទប់យើងរៀបចំបន្ទប់ចឹងណាបងប្អូនចាហើយយើងរៀនស្វែងយល់ពីបច្ចេកទេសចិញ្ចឹមឲ្យបានច្បាស់លាស់បងប្អូនកាលណាដែលយើងច្បាស់លាស់ទៅលើការចិញ្ចឹមយើងទាញចំណូលចូលបានប្រចាំខែប្រចាំថ្ងៃបើសិនជាបងពូមីងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចិញ្ចឹមមកនេះខ្ញុំចាប់ផ្ដើមពីចំណុច0មកទេបងប្អូនចំណុចតិចទេប៉ុន្តែឥឡូវនេះខ្ញុំបានចំនួន14000ក្បាលនៅក្នុងកសិដ្ឋានខ្ញុំហើយខ្ញុំនឹងស្រៀមចិញ្ចឹមមេមាន់យកពងដាក់ចំនួន3000ក្បាលបន្តទៀតហើយក៏យើងចាប់ផ្ដើមចិញ្ចឹមទេពងនឹងដាក់មួយខ្នងទៀតនៅក្នុងឆ្នាំក្រោយនេះដែរបងប្អូនចាបើយើងធ្វើអ្វីមួយយើងចាប់ផ្ដើមទៅធ្វើទៅលូតលាស់រលូនទៅហើយអាហ្នឹងគឺយើងនឹងធ្វើរបរហ្នឹងទៅដើម្បីបរិយាដើម្បីឲ្យទាញចំណូលចូលបានសំរុំអញ្ចឹងណាបងប្អូនចាសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំបរិយារហូតខ្ញុំធ្វើរហូតបងប្អូនខ្ញុំទំតែធ្វើឲ្យ2ខ្នងដែរចំពោះធុងទេយកពងហើយឥឡូវនេះខ្ញុំចាប់ដើមធ្វើមាន់យកពងមួយខ្នងដែរបងប្អូនប៉ុន្តែមាន់យកពងហ្នឹងវាចំណាយច្រើនថងថាចំណាយទៅលើកត្រកវាចំណាយទៅលើប្រព័ន្ធទឹកចំណាយទៅលើកង្ហាល់និយាយចំទៅគឺចំណាយច្រើនបងប្អូនហើយក៏ចំណាយទៅលើទិញមាន់សម្រាប់មាន់យកពងមកស្រាប់ហ្មងយើងយកដើម្បីយកមករើសពងដូចជាយើងទិញទាយកពងអញ្ចឹងណាបងប្អូនចាហើយខ្ញុំចិញ្ចឹមនេះក៏ខ្ញុំចិញ្ចឹមមិនអត់ដែលចិញ្ចឹមមាន់កាត់វៀតណាមឬក៏មាន់ប្រភេទផ្សេងអីគឺខ្ញុំអត់ចិញ្ចឹមទេខ្ញុំចិញ្ចឹមតែមាន់ខ្សែទេហើយក៏ខ្ញុំចាប់ដើមឆាប់នឹងខ្ញុំចិញ្ចឹមមាន់យកពងតែពូជខាងក្រៅក៏យើងអត់ភ្ញាស់កូនញ៉ៃដែរបងប្អូនចាយើងទិញមាន់ដែលពងស្រាប់ហើយយើងយកមករើសលទ្ធផលមួយ
ពងយកមកអញ្ចឹងណាបងប្អូនចាហើយដោយសារតែទីផ្សារយើងមាននៅក្នុងដៃស្រាប់យើងធ្វើទីផ្សារខ្លួនឯងអញ្ចឹងគឺយើងអត់ភ័យរឿងទីផ្សារទេចំពោះមិនថាពងមន់ថាពងទេពេលដែលខ្ញុំចិញ្ចឹមបានគឺខ្ញុំអត់ភ័យថាឥឡូវទីផ្សារលក់មន់ចេញឬក៏ទីផ្សារលក់ពងមន់ចេញឬក៏ពងទេចេញឬលក់កូនមន់លក់មន់សាច់ឬក៏លក់មេបាពូជអីផ្សេងអញ្ចឹងគឺសម្រាប់ខ្ញុំគឺទីផ្សារមួយគឺអត់បបាក់ហ្មងបងប្អូនចាដោយសារខ្ញុំសុទ្ធតែធ្វើទីផ្សារខ្លួនឯងទាំងអស់អញ្ចឹងណាបងប្អូនចាកាលណាដែលយើងចិញ្ចឹមយើងរៀនស្វែងយល់បច្ចេកទេសឲ្យបានច្បាស់លាស់មិនមានថាផ្ដោតទៅលើតែការរៀនមួយមុខឯងបងប្អូនយើងរៀនស្វែងយល់ពីទីផ្សារយើងរៀនស្វែងយល់ពីការគ្រប់គ្រងអាជីវកម្មយើងរៀនស្វែងយល់ពីការចិញ្ចឹមតែយើងចិញ្ចឹមហ្នឹងដើម្បីធ្វើបែបណាដើម្បីឲ្យរលូនដើម្បីឲ្យជោគជ័យដើម្បីឲ្យស្អាតយើងចិញ្ចឹមទៅបានលូតលាស់នៅកឋានយើងដើម្បីឲ្យទាញចំណូលចូលបានបើជុំចំណូលបានប្រចាំខែប្រចាំថ្ងៃអីចឹងណាបងប្អូនចាយើងគិតយើងចិញ្ចឹមយើងចាប់ដើមដំបូងយើងត្រូវមានការអត់ធ្មត់ព្យាយាមតស៊ូបងប្អូនចាចាប់ដើមពីឲ្យចំណុចតិចទៅអញ្ចឹងណាអញ្ចឹងយើងចាប់ដើមពីតិចហ្នឹងយើងរៀនស្វែងយល់ពីវាឲ្យបានច្បាស់ហើយចាំយើងបរិយាវាបន្ថែមដើម្បីឲ្យបានច្រើនអញ្ចឹងណាបងប្អូនអញ្ចឹងជាទូទៅបើសិនជាបងអំពូមីងយើងទៅចិញ្ចឹមសត្វយើងត្រូវរៀនស្វែងយល់អញ្ចឹងដូចគ្នាបងប្អូនចាដើម្បីយើងទាញចំណូលចូលបានប្រចាំថ្ងៃប្រចាំខែយើងយកអារម្មណ៍ទៅធ្វើឲ្យជីវភាពយើងរស់នៅស្រួលអត់ពិបាកអញ្ចឹងណាបងប្អូនចាហើយនិយាយឲ្យចំសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចិញ្ចឹមមន់ចិញ្ចឹមទានេះគឺខ្ញុំលូតលាស់ក្នុងការចិញ្ចឹមមែនទែនហើយចិញ្ចឹមមិនថាយើងអត់ជួបជំងឺចូលបងប្អូនជំងឺមានតិចតួចយើងជាពាក្យសัตว์ខ្លួនឯងអញ្ចឹងយើងមានបច្ចេកទេសការប្រើប្រាស់ថ្នាំការពារជំងឺតាមដំណាក់កាលឬក៏ព្យាបាលសត្វយើងច្បាស់លាស់ទៅលើសត្វដែរអញ្ចឹងណាអញ្ចឹងហើយការចិញ្ចឹមគឺខ្ញុំអត់ភ័យព្រួយហើយឬក៏ចិញ្ចឹមសត្វច្រើនបែបណាក៏ដោយក៏ខ្ញុំអត់ភ័យដែរដោយសារអីយើងមានអនាម័យខ្ពស់យើងធ្វើសូម្បីកូនចៅចេញចូលអីត្រូវជន់បាញ់ស្លាប់មេរោគឲ្យបានច្បាស់លាស់អីដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងជាទូទៅបើសិនជាយើងចិញ្ចឹមធ្វើឲ្យទៅហើយយើងចិញ្ចឹមអត់មានការផ្ដោតទៅលើជីវសុវត្ថិភាពហើយយើងអត់ច្បាស់លាស់ទៅលើការចិញ្ចឹមក៏យើងចិញ្ចឹមទៅអត់បានលូតលាស់នឹងជោគជ័យដែរបងប្អូនអញ្ចឹងជាទូទៅពេលដែលយើងចង់ឲ្យសត្វយើងរលូនជោគជ័យទៅបានយើងត្រូវមានសមត្ថភាពនៅក្នុងការគ្រប់គ្រងដែរបងប្អូនអញ្ចឹងយើងធ្វើម៉េចក៏ដោយដើម្បីគ្រប់គ្រងសត្វយើងឲ្យបានរលូនឲ្យបានសត្វយើងឲ្យបានចិញ្ចឹមទៅសុខភាពល្អអីចឹងណាបងប្អូនចាអញ្ចឹងកាលណាដែលវាសុខភាពល្អយើងទិញចំណូលចូលបានប្រចាំខែប្រចាំថ្ងៃវិលជុំទោះបីទីផ្សារមន់ធ្លាក់ថ្លៃគឺទីផ្សារឥឡូវនេះខែ10នេះគឺមន់ថ្លៃខ្លាំងបងប្អូនចាខ្ញុំក៏ទៅលក់ឲ្យបានចំនួន4បន្ទប់ដែរ4បន្ទប់ហ្នឹងគឺខ្ញុំលក់មន់សាច់បងប្អូនចាមន់សាច់ខ្ញុំលក់បានចំនួន1គីឡូ19អញ្ចឹងមន់សាច់នៅក្នុងកឋានខ្ញុំទៅលក់ឲ្យ4បន្ទប់ដែរក្នុងមួយបន្ទប់យើងដាក់ចំនួន300ក្បាលអញ្ចឹងណាបងប្អូនចាអាណាទូយើងទុកបំពន់វាបន្តដើម្បីទុកលក់បន្តទៀតអញ្ចឹងណាបងប្អូនចាហើយដល់ពេលធំគឺយើងចាប់លក់ចេញដោយសារតែកំឡុងពេលនេះគឺមន់វាថ្លៃអញ្ចឹងកាលណាដែលថ្លៃគឺយើងផ្ដោតទៅលើការលក់តិចបងប្អូនចាហើយយើងផ្ដោតទៅលើការថែទាំដើម្បីឲ្យវាធំលឿនកាលណាដែលវាធំលឿនយើងលទ្ធផលដែលយើងទទួលបានគឺចំណូលចូលបានខ្ពស់បងប្អូនចាអញ្ចឹងតម្លៃទីផ្សារហក់ឡើងយើងបំពន់មន់យើងឲ្យមានសុខភាពល្អឲ្យមន់យើងធំលឿនយើងទិញចំណូលចូលបានច្រើនអញ្ចឹងហើយបងរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមឲ្យបានច្បាស់លាស់សូម្បីបងដែលពួកគាត់ធ្វើការរោងចក្រឬក៏គាត់ធ្វើការងារបែបលក្ខណៈសាមញ្ញធម្មតាអីក៏គាត់អាចធ្វើចិញ្ចឹមសត្វនេះបានដែរព្រោះអីការចិញ្ចឹមសត្វមួយផ្នែកមួយដែលយើងអាចទាញចំណូលចូលបានលក្ខណៈវិលជុំណាបងប្អូនចាសម្រាប់ខ្ញុំតែងតែរំលឹកទៅលើខ្លួនឯងខ្ញុំគិតថាអ្វីដែលយើងទទួលបានលទ្ធផលល្អហើយយើងបរិយាវាបន្ថែមទៅដើម្បីឲ្យយើងទាញចំណូលកើនឡើងជាងរាល់ដងអញ្ចឹងណាបងប្អូនចា
សម្រាប់ខ្ញុំតលខ្ញុំខ្ញុំចូលចិត្តធ្វើអីមួយដែលខ្ញុំធ្វើទៅលទ្ធផលបានល្អជោគជ័យមកចំណុចហ្នឹងហើយខ្ញុំក៏ចាប់ផ្ដើមទៅកលេចទៅឃើញមកចំណុចទៀតអញ្ចឹងកាលណាដែលខ្ញុំចាប់មកចំណុចទៀតគឺខ្ញុំចាប់យកឲ្យចំណុចផ្សេងហ្នឹងទៀតគឺយើងធ្វើមិនក៏ដោយពុះពីមិនក៏ដោយដើម្បីឲ្យអាលទ្ធផលមួយទៀតហ្នឹងលលូនដោយលទ្ធផលមុនអញ្ចឹងបងប្អូនអញ្ចឹងធ្វើបែបណាក៏ដោយដើម្បីឲ្យចំណូលយើងចូលបានច្រើនជាងមុនចំណូលអត់ចង់ឲ្យនៅថេដែលអញ្ចឹងណាអញ្ចឹងយើងចង់ឲ្យចំណូលយើងចូលបានច្រើនក៏យើងត្រូវតែកែប្រែខ្លួនឯងដែរបងប្អូនកែប្រែខ្លួនយើងកែប្រែសមត្ថភាពខ្លួនឯងកាលណាដែលសមត្ថភាពយើងនៅតែប៉ុណ្ណឹងយើងក៏បានលទ្ធផលក៏នៅតែប៉ុណ្ណឹងអញ្ចឹងកាលណាសមត្ថភាពយើងមនុស្សម្នាក់មានសមត្ថភាពរៀងខ្លួនទាំងអស់អញ្ចឹងយើងត្រូវរៀនស្វែងយល់ការចិញ្ចឹមឲ្យបានច្បាស់លាស់កាលណាដែលយើងច្បាស់លាស់ទៅលើការចិញ្ចឹមយើងតែងចំណូលចូលបានច្រើនកាលណាដែលបានច្រើនហើយយើងធ្វើឲ្យខ្លួនឯងគឺមានមោទនភាពមានអារម្មណ៍ថាសរសើរលើសើខ្លួនឯងអញ្ចឹងណាបងប្អូនអញ្ចឹងកាលណាដែលយើងធ្វើបែបហ្នឹងយើងធ្វើឲ្យខ្លួនឯងមានមោទនភាពហើយរស់នៅក៏មានអារម្មណ៍ថាមួយភាពកក់ក្ដៅហើយមានអារម្មណ៍ថាមានក្តីសុខទៅលើលទ្ធផលដែលយើងទទួលបានអញ្ចឹងណាបងប្អូនចាសម្រាប់ខ្ញុំពេលដែលខ្ញុំចាប់ផ្ដើមដំបូងខ្ញុំឲ្យក៏អត់គិតថាខ្លួនឯងឈួរជើងមកនឹងមកដល់ចំណុចហ្នឹងដែរដោយសារពេលនេះយើងធ្វើមកខ្លួនឯងផ្ទាល់ហ្មងបងប្អូនចាប់ផ្ដើមពីចំណុច0មកខ្លួនឯងផ្ទាល់ធ្វើខ្លួនឯងអនុវត្តខ្លួនឯងផ្ទាល់នៅកឋានពេលដែលយើងទទួលបានលទ្ធផលល្អហើយធ្វើឲ្យអារម្មណ៍យើងមួយគឺថាមានភាពកក់ក្ដៅហើយសប្បាយចិត្តនៅពេលដែលជុំវិញផ្ទះហ្នឹងគឺសត្វតែមន់សត្វទាអញ្ចឹងណាបងប្អូនចាហើយអញ្ចឹងសម្រាប់បងពូមីងក៏អាចធ្វើបានដូចគ្នាបងប្អូនចា